ឈប់រងចាំតទៅទៀតថ្ងៃនេះគឺជាថ្ងៃទី20ខែមេសាក្នុងពេលដែលខ្ញុំកំពុងតែថតវីដេអូនេះហើយជាវីដេអូលើកទី1បន្ទាប់ពីចុងឆ្នាំ2025ដែលជាកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្ញុំចុងក្រោយអំពី AI for Business and Leadership Master Class ថ្ងៃនេះដែលខ្ញុំចង់ធ្វើវីដេអូនេះឡើងមកនេះចង់ចែកចាយនិងសង្ខេបព្រឹត្តិការណ៍សំខាន់នៅលើពិភពលោកដែលខ្ញុំសង្កេតឃើញមាន5ចំណុចដែលបងប្អូនស្ដាប់5ចំណុចនេះហើយបងប្អូននឹងយល់ថាហេតុអ្វីបានជាខ្ញុំនិយាយថាឈប់រងចាំតទៅទៀតព្រឹត្តិការណ៍ទី1គឺសង្គ្រាមភូមិសាស្ត្រនយោបាយវាកាន់តែរីករាលដាលឡើងធំទៅចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនរហូតមកដល់ឥឡូវបច្ចុប្បន្ននេះគឺសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបងប្អូនទាំងនេះខ្ញុំយើងមើលទៅឃើញព្រឹត្តិការណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានការផ្លាស់ប្ដូរមានការប្រែប្រួលរវាងមហាអំណាចរវាងគូបដិបត្តិរីឯព្រឹត្តិការណ៍ទី2ចាប់តាំងពីក្រោយវិបត្តិ COVID-19 ដែលស្ងប់ស្ងាត់ទៅដែលយើងស្ទើរតែមិនបានចាប់អារម្មណ៍ថាវាចប់ទៅពីពេលណាផងនោះប៉ុន្តែវាបន្សល់ទុកនៅវិបត្តិសេដ្ឋកិច្ចវិបត្តិហិរញ្ញវត្ថុពិភពលោកដែលកាន់តែធ្ងន់ធ្ងរទៅដែលចុងក្រោយនេះដោយសារតែផលប៉ះពាល់កើតឡើងដោយសារតែសង្គ្រាមភូមិសាស្ត្រនយោបាយនៅឯមជ្ឈិមបូព៌ាធ្វើឲ្យតម្លៃប្រេងកើនឡើងយ៉ាងខ្ពស់យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោកមិនមែនតែនៅក្នុងប្រទេសកម្ពុជារបស់យើងនោះទេរីឯព្រឹត្តិការណ៍ទី3បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬយើងហៅថា AI នោះកាន់តែអស្ចារ្យកាន់តែសាហាវកាន់តែវិវត្តទៅយ៉ាងខ្លាំងដែលបងប្អូនទាំងខ្ញុំយើងមិនអាចស្រមៃបានកាលពីចុងឆ្នាំ2024ដែលខ្ញុំចាប់ផ្ដើមស្រាវជ្រាវនិងចេញបណ្ដុះបណ្ដាលកម្មវិធីបណ្ដុះបណ្ដាល Upskill AI លើកដំបូងគេនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងខ្ញុំជឿថាបងប្អូនទាំងក៏បានតាមព្រឹត្តិការណ៍ហ្នឹងដែរកាលពីសម័យនោះ AI យើងប្រើត្រឹមតែកម្រិតយើងហៅថាជា chatbot មួយដូចជាយើងប្រើ Telegram អញ្ចឹងប៉ុន្តែក្នុងលក្ខណៈជា chatbot យើងសួរយើងឆ្ងល់យើងសួរទៅ AI ឆ្លើយតបមកយើងវិញយើងឲ្យ AI គូសរូបភាពឲ្យ AI ជួយសរសេរ caption បកប្រែភាសាឬមួយក៏យើងស្វែងរកទីតាំងអីតែប៉ុណ្ណោះឯងក្នុងលក្ខណៈជា chatbot ប៉ុន្តែនៅក្នុងពេលដែលខ្ញុំកំពុងចែកចាយជូនដល់បងប្អូននេះខ្ញុំមិនដឹងថាតើវាវិវត្តអីទៀតហើយទេប៉ុន្តែព័ត៌មានដែលខ្ញុំទទួលបាននិងអ្វីដែលខ្ញុំបាននឹងកំពុងបន្តអភិវឌ្ឍស្រាវជ្រាវអនុវត្តប្រចាំថ្ងៃទាំងក្នុងការងារអាជីវកម្មរបស់ខ្ញុំអាជីវកម្មរបស់ភរិយារបស់ខ្ញុំផងនិងអាជីវកម្មដែលខ្ញុំជួយ support ទៅអតិថិជនរបស់ខ្ញុំក្នុងកញ្ចប់ប្រឹក្សាយោបល់និងរៀបយុទ្ធសាស្ត្រអាជីវកម្មផងនោះគឺ AI បច្ចុប្បន្ននេះវាមកដល់ក្នុងកម្រិតមួយយើងហៅថាប្រើដល់ជា agentic AI ឬមួយក៏យើងប្រើ AI ក្នុងនាមជាភ្នាក់ងារមួយដែលវាមានបញ្ញាដែលវាមានសមត្ថភាពខ្ពស់នៅក្នុងការដែលយើងមិនមែនគ្រាន់តែសួរវាឆ្លើយមកយើងមកអនុវត្តខ្លួនឯងតែប៉ុណ្ណោះនោះទេប៉ុន្តែយើងបញ្ជាការងារទៅឲ្យ agent ហ្នឹង AI agent ហ្នឹងធ្វើការឲ្យយើងធ្វើរបាយការណ៍សង្ខេបការងារស្រាវជ្រាវធ្វើ PowerPoint វិភាគទិន្នន័យហិរញ្ញវត្ថុលក្ខណៈបងប្អូនគ្រាន់តែបញ្ជាវាធ្វើមកឲ្យយើងតែម្ដងនៅគ្រប់ទម្រង់ការងារទាំងអស់ដែលពីមុនមកយើងត្រូវការអ្នកដែលមានសមត្ថភាពខ្ពស់ជា Master Degree ជា PhD ដែលមកធ្វើការងារហ្នឹងប៉ុន្តែឥឡូវនេះសម័យ AI agent នេះបងប្អូនអាចបញ្ជាវាឲ្យធ្វើការឲ្យយើងបងប្អូនមកធ្វើកិច្ចការផ្សេងបានរួចហើយក៏យើងវិលត្រឡប់ទៅ review មើលកិច្ចការដែល AI ធ្វើមកឲ្យយើងឯងអញ្ចឹងនៅក្នុងព្រឹត្តិការណ៍នេះនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះដែលវាមានសមត្ថភាពខ្ពស់ខ្លាំងណាស់បងប្អូនទាំងនេះអានេះខ្ញុំគ្រាន់តែរៀបរាប់ខ្លីៗនៅក្នុងវីដេអូនេះតែប៉ុណ្ណោះឯងរីឯព្រឹត្តិការណ៍ទី4ដែលសំខាន់នៅលើពិភពលោកខ្ញុំចង់ចែកចាយនៅក្នុងវីដេអូនេះគឺថាវិធីសាស្ត្រធ្វើអាជីវកម្មវិធីសាស្ត្រនៅក្នុងការធ្វើទីផ្សារត្រូវបានផ្លាស់ប្ដូរនិងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងតាំងពីសម័យ COVID-19 រហូតមកដល់បច្ចុប្បន្ននេះដែលរបៀបធ្វើអាជីវកម្មឬយើងនិយាយសួរស្រាប់ថារបៀបរកលុយនោះគឺវាលែងដូចមុនតទៅទៀតហើយផ្លាស់ប្ដូរហើយនឹងមិនមានថ្ងៃត្រឡប់ទៅដល់ដំណាក់កាលពីមុន COVID នោះតទៅទៀតទេនេះគឺជាចំណុចទី4ដែលជាព្រឹត្តិការណ៍ខ្ញុំចង់សង្ខេបជូនដល់បងប្អូនទាំងនេះរីឯព្រឹត្តិការណ៍ទី5ដែលជាចំណុចចុងក្រោយនេះសម្រាប់បងប្អូនដែលកំពុងតែគិតដដែលធ្វើដដែលមេរៀនដដែលមេរៀនតាំងពី10-20ឆ្នាំមុនយើងនៅតែរៀនដដែលធ្វើវិធីសាស្ត្រដដែលគិតដដែលហើយរងចាំដោយរំពឹងថាវានឹងល្អប្រសើរដូចកាលពីយើងរងចាំកាលពី COVID-19 ឆ្នាំ2020ដែលយើងរំពឹងថា2021នឹងល្អប្រសើរហើយ2021ចប់ហើយយើងរំពឹងថា2022នឹងល្អប្រសើរប៉ុន្តែរហូតមកដល់ពេលឥឡូវនេះយើងហាក់ដូចជាភ្លេចនៅព្រឹត្តិការណ៍នោះប៉ុន្តែចប់ COVID មួយរយៈពេលវែងគួរសមទៅហើយប៉ុន្តែអ្វីវានៅតែមិនទាន់ត្រូវបានដោះស្រាយមិនទាន់ត្រូវបានធូរស្បើយដូចដែលយើងរំពឹងទុកហើយក្នុងករណីជាច្រើនខ្ញុំជឿថាវាកាន់តែអាក្រក់ជាងមុនទៅទៀតបញ្ហាជាប់គាំងនៅក្នុងទាំងជីវិតការងារអាជីវកម្មការរៀនសូត្រផងដែរលក្ខណៈបងប្អូនអ្នកអាចយល់បានអ្វីដែលខ្ញុំចង់និយាយដូច្នេះហើយការរងចាំដែលថាវានឹងល្អប្រសើរនោះខ្ញុំហ៊ាននិយាយថាវានឹងមិនវិលត្រឡប់ទៅរកពេលដែលល្អពេលងាយស្រួលពេលសុខស្រួលដូចកាលពីសម័យមុន COVID-19 កើតឡើងនោះទេដូច្នេះហើយទៅក្នុងវីដេអូនេះខ្ញុំនិយាយថាឈប់រងចាំតទៅទៀតអ្វីដែលបងប្អូនទាំងគ្នានិងខ្ញុំយើងគួរតែឬត្រូវតែចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរបត់បែនខ្លួនឯងរៀនអ្វីដែលថ្មីបញ្ចេញនូវគំនិតច្នៃប្រឌិតដែលថ្មីហើយផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យដែលវាកំពុងតែមកជំនួសការងារអាជីពរបស់មនុស្សដែលត្រូវការវិជ្ជាជីវៈនោះជាច្រើនទម្រង់ដូច្នេះហើយបើសិនជាបងប្អូនទាំងនេះអាចផ្សារភ្ជាប់ខ្លួនឯងបន្ថែមឲ្យខ្លួនឯងនៅជំនាញប្រើជំនាញបញ្ជា AI មួយទៀតខ្ញុំជឿថាបងប្អូនទាំងនេះនឹងមានការផ្លាស់ប្ដូរជាច្រើនទម្រង់ទាំងនៅក្នុងជីវិតការងារនិងអាជីវកម្មរបស់យើងអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំបាទស៊ីមតារានៅវីដេអូក្រោយៗទៀតបាទអរគុណបាទ